លោកជំទាវបណ្ឌិតកុយពិសីមានប្រសាសន៍ថាអ្នកចូលរួមច្រើនកកកជាការបង្ហាញឲ្យឃើញពីការផ្ដោតលើវិស័យកីឡាការគិតគូរពីសុខភាពនិងការរួមសាមគ្គីគ្នារវាងបុរសនិងស្ត្រីលោកជំទាវបណ្ឌិតកុយពិសីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការស្ត្រីនិងកីឡាបានថ្លែងបញ្ជាក់ថាក្នុងព្រឹត្តិការណ៍រត់ប្រណាំងស្ត្រី10គីឡូម៉ែត្រក្រុមប្រធានបទឆ្ពោះទៅដើម្បីស្ត្រីនាព្រឹកថ្ងៃទី8ខែមិនិនាឆ្នាំ2025នេះការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្ត្រី10គីឡូម៉ែត្រត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ដល់សិទ្ធិស្មើភាពគ្នានិងអានុភាពរបស់ស្ត្រីក្នុងសកម្មភាពកីឡាហើយអបអរទិវាសិទ្ធិនារីអន្តរជាតិ8មិនិនាលោកជំទាវបណ្ឌិតពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងនៅពេលឃើញប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងចូលរួមព្រឹត្តិការណ៍រត់ប្រណាំងស្ត្រី10គីឡូម៉ែត្រក្នុងឆ្នាំ2025នេះយ៉ាងកុះករដែលមានចំនួនច្រើនជាង3000នាក់នេះជាការបង្ហាញឲ្យឃើញពីការផ្ដោតលើវិស័យកីឡានិងការគិតគូរពីសុខភាពនិងការសាមគ្គីភាពគ្នារវាងបុរសនិងស្ត្រីដើម្បីលើកស្ទួយសង្គមជាតិយើងឲ្យកាន់តែរីកចម្រើនលោកជំទាវបានគូបញ្ជាក់ថាកីឡាករកីឡាការិនីជាង3000នាក់ចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ប្រណាំងដោយទឹកមុខស្រស់ស្រាយរីករាយដែលចាប់ផ្ដើមពីសួនច្បារមុខវត្តបទុមវតីបន្តទៅកោះពេជ្រនិងឆ្លងកាត់ស្ពានកោះនរាក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងសវណ្ណភូមិឡាយជាមួយគ្នានេះលោកកាសមេងអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងសវណ្ណភូមិឡាយបានគូបញ្ជាក់ថាលោកពិតជាមានមោទនភាពក្នុងការសហការជាមួយគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាហើយក្រុមហ៊ុនរបស់លោកនៅតែបន្តធ្វើជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ10គីឡូម៉ែត្ររយៈពេល4ឆ្នាំរួចមកហើយ